សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ភូមិខ្មោច Podcast នាងខ្ញុំជា Assistant របស់ Admin Channel ភូមិខ្មោច Podcast ថ្ងៃនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្ដាប់រឿងមួយតោះទៅស្ដាប់ទាំងអស់គ្នាវាលខ្មោចចារុព្រួតនៅចាកាតាដំណើរឆ្ពោះទៅកាន់ស្ថានីយ៍ខ្មោចដ៏អាកកំបាំងពិតនៅឥណ្ឌូនេស៊ីនៅជ្រៅក្នុងចំណោមសំណាក់នៃទីក្រុងចាកាតាខាងត្បូងគេអាចឃើញកន្លែងមួយដ៏សែនអាតកំបាំងនិងគួរឲ្យភ័យរន្ធត់ដែលត្រូវបានគេស្គាល់ថាជាវាលខ្មោចចារុព្រួតនេះជាទីបញ្ចុះศพដ៏ធំមួយដែលពោរពេញទៅដោយរឿងរ៉ាវអាថ៌កំបាំងប្រវត្តិសាស្ត្រដ៏ក្តៅក្រហាយនិងបទពិសោធន៍ខ្មោចដ៏គួរឲ្យស្ងប់ស្ងាងគេស្គាល់កន្លែងនេះក្នុងភាសាឥណ្ឌូនេស៊ីថាទីភីយូចារុព្រួតហើយវាត្រូវបានចាត់ទុកថាជាកន្លែងដែលមានវិញ្ញាណអាថ៌កំបាំងច្រើនបំផុតមួយនៅទូទាំងប្រទេសឥណ្ឌូនេស៊ីនៅទីនេះមានศพជាង100,000អង្គដែលភាគច្រើនជាศพគ្មានអ្នកយកខ្លួនជនរងគ្រោះដោយសារអំពើហិង្សាឬមនុស្សក្រីក្រដែលស្លាប់ដោយគ្មានការថែទាំត្រឹមត្រូវពាក្យរយៀតការណ៍នៅទីនេះតែងតែធ្វើឲ្យអ្នកមានអារម្មណ៍ថាធ្ងន់ដូចជាមានអ្វីមួយកំពុងដាក់ពន្លឺលើខ្លួនឬមានវិញ្ញាណអាថ៌កំបាំងកំពុងតាមដានអ្នកពីខាងក្រោយមានអ្នកអាថ៌កំបាំងនៃវាលខ្មោចនេះកាន់តែខ្លាំងឡើងដោយសារបទពិសោធន៍ខ្មោចជាច្រើនដែលត្រូវបានអ្នកស្រុកអ្នកថែរក្សាសពនិងអ្នកស្វែងរកការស៊ីសង្វាក់រីកាមានអ្នកដែលបានឃើញស្រមោលមនុស្សដើរលួយរវាងភ្នោទាំងឡាយឬសំឡេងក្មេងស្រីយំស្រែកនៅជិតភ្នែកដែលមានសពកុមារហើយថែមទាំងបានជួបនឹងសពដែលមិនរលួយទោះបីជាត្រូវបានបញ្ចុះមកជាច្រើនឆ្នាំក៏ដោយអ្នកខ្លះជឿថានេះជាសញ្ញានៃវិញ្ញាណដែលមិនអាចចេញពីភាពជាខ្មោចបានដោយសារតែពួកគេមានការឈឺចាប់ឬមិនទាន់សម្រាលគ្រោះរបស់ខ្លួនរឿងល្បីពិតៗមួយគឺរឿងក្មេងស្រីយំដែលតែងតែឮសំឡេងយំនៅពេលយប់ហើយអ្នកខ្លះដែលហ៊ានចូលទៅស៊ើបអង្កេតអះអាងថានាងតាមពួកគេនិយាយពាក្យសុំជំនួយមុននឹងបាត់អាស្មានភ្លាមមិនត្រឹមតែប៉ុណ្ណោះនៅជាប់នឹងវាលខ្មោចនេះមានផ្ទះចាស់មួយដែលត្រូវបានគេបោះបង់ចោលហើយត្រូវបានគេនិយាយថាជាទីលំនៅនៃអ្នកត្រួតច្បាប់កាលពីមុនអ្នកស្រុកជឿថាផ្ទះនេះពោរពេញទៅដោយវិញ្ញាណអារ៉ាប់ដោយមានរឿងរ៉ាវអំពីសំឡេងជន់ដើរសើចចម្លែកនិងស្រមោលដែលអង្គុយមើលពីបង្អួចអ្នកខ្លះជឿថាផ្ទះនេះជាច្រកចូលទៅកាន់ពិភពខ្មោចដែលជាប់វិញ្ញាណអ្នកដែលស្លាប់ដោយមិនទាន់ពេញវ័យឬអ្នកដែលមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងតើហេតុអ្វីបានជាវាលខ្មោចជារូបពុរុษមានវិញ្ញាណច្រើនម្ល៉េះអ្នកប្រវត្តិសាស្ត្រនិងអ្នកវិទ្យាខ្មោចបានចង្អុលបង្ហាញពីអតីតកាលដ៏ក្តៅក្រហាយរបស់វាមនុស្សជាច្រើនដែលត្រូវបានបញ្ចុះនៅទីនេះគឺអ្នកក្រីក្រជនរងគ្រោះដោយសារអំពើហិង្សាឬអ្នកដែលស្លាប់ដោយមិនបានធ្វើពិធីបុណ្យសពត្រឹមត្រូវដែលនាំឲ្យវិញ្ញាណរបស់កុកគេនៅតែវិលវល់ការធ្វេសប្រហែសចំពោះកន្លែងបញ្ចុះសពភាពទូលំទូលាយរបស់វានិងថាមពលអវិជ្ជមានដែលកើតឡើងពីការឈឺចាប់របស់អ្នកស្លាប់បានធ្វើឲ្យថាមពលអាក្រក់ៗទាំងនេះកាន់តែខ្លាំងឡើងសម្រាប់អ្នកដែលហ៊ានទៅទស្សនាវាលខ្មោចជារូបពុរុษស្ថិតនៅយល់ជារូបពុរុษរាយាស៊ីឡាន់ដាសោចចាកាតាហើយបើកទ្វារចោលពីម៉ោង 8 ព្រឹកដល់ 5 ល្ងាចប៉ុន្តែសូមចងចាំថាគុំទៅតែម្នាក់ឯងវិញ្ញាណអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាត្រូវគេតាមដានគុំនិយាយពាក្យអសុរោះវាអាចធ្វើឲ្យវិញ្ញាណខឹងនិងធ្វើអ្វីមួយមកលើអ្នកគុំថតរូបដោយគ្មានការអនុញ្ញាតអ្នកអាចថតបានវត្ថុដែលអ្នកមិនចង់ឃើញគុំប៉ះពាល់សពដែលមិនស្គាល់វាអាចធ្វើឲ្យអ្នកជាប់ពាក្យបណ្ដាសាឬជាប់វិញ្ញាណវាលខ្មោចជារូបពុរុษនៅតែជាអដ្ឋកំបាំងដ៏ធំមួយរបស់ចាកាតាដែលរងចាំការស្រាវជ្រាវបន្ថែមផ្ទះកេនតាំងរឿងអដ្ឋកំបាំងនៅចាកាតានៅក្នុងទីក្រុងចាកាតាដ៏រស់រវើកមានកន្លែងមួយដែលល្បីល្បាញដោយសាររឿងអដ្ឋកំបាំងនិងអារម្មណ៍គួរឲ្យរន្ធត់ដែលគេស្គាល់ថាផ្ទះកេនតាំងឬផ្ទះដំឡូង
ផ្ទះនេះមានទីតាំងស្ថិតនៅតំបន់មែនតាំងដែលជាតំបន់ញ៉ាធូធានៅចាកាតាប៉ុន្តែជារឿយៗវាត្រូវបានគេនិយាយថាជាកន្លែងដែលមានវិញ្ញាណអថាកំបាំងរស់នៅតើហេតុអ្វីបានជាផ្ទះមួយដែលមានឈ្មោះសាមញ្ញដូច្នេះក្លាយជាកន្លែងដ៏គួរឲ្យភ័យខ្លាចម្ល៉េះតោះស្វែងយល់ពីប្រវត្តិសាស្ត្ររឿងព្រេងនិងបទពិសោធន៍អថាកំបាំងដែលធ្វើឲ្យផ្ទះនេះល្បីខ្លាំងម្ល៉េះប្រវត្តិសាស្ត្រនៃផ្ទះកេនតាំងផ្ទះកេនតាំងត្រូវបានសាងសង់ឡើងក្នុងយុគសម័យអាណានិគមដែលហូឡង់គ្រប់គ្រងឥណ្ឌូនេស៊ីវាត្រូវបានគេជឿថាជាទីលំនៅរបស់មន្ត្រីជាន់ខ្ពស់ជាច្រើនរូបហើយក្រោយមកក៏បានក្លាយជាទីជម្រករបស់អ្នកដែលមានអំណាចនាសម័យសង្គមនិយមទោះជាយ៉ាងណាបន្ទាប់ពីសម័យនោះផ្ទះនេះត្រូវបានគេបោះបង់ចោលហើយចាប់ផ្ដើមមានរឿងរ៉ាវអំពីវិញ្ញាណអថាកំបាំងដែលរស់នៅទីនោះរឿងព្រេងនិងអថាកំបាំងមានរឿងជាច្រើនដែលត្រូវបានអ្នកស្រុកនិងអ្នកដែលបានចូលទៅក្នុងផ្ទះនេះរាយការណ៍ស្រមោលស្ត្រីពាក់សម្លៀកបំពាក់ស៊ុយអានមានអ្នកច្រើនដែលបានឃើញស្រមោលស្ត្រីម្នាក់ដែលរលយនៅក្នុងផ្ទះដោយពាក់សម្លៀកបំពាក់សម័យបុរាណគេជឿថានាងជាអ្នករស់នៅផ្ទះនេះកាលពីសម័យអាណានិគមហើយបានស្លាប់ដោយសារអំពើហិង្សាសំឡេងដាវជួនខ្ទប់គ្នានៅពេលយប់អ្នកខ្លះបានឮសំឡេងជួនដាវយ៉ាងខ្លាំងដូចជាមានអ្នកណាម្នាក់កំពុងដើរឡើងចុះក្នុងផ្ទះទោះបីជាមិនមាននរណាម្នាក់នៅទីនោះក៏ដោយទ្វារបិទចំហដោយខ្លួនឯងមានអ្នកដែលបានចូលទៅក្នុងផ្ទះនិយាយថាទ្វារបានបិទខ្លួនឯងយ៉ាងខ្លាំងហើយពួកគេមិនអាចរកផ្លូវចេញបានឡើយអារម្មណ៍តាមដានអ្នកខ្លះមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងឈរមើលពួកគេពីខាងក្រោយទោះបីជាមិនមាននរណាម្នាក់នៅទីនោះក៏ដោយហេតុអ្វីបានជាផ្ទះនេះមានវិញ្ញាណអ្នកស្រាវជ្រាវខ្លះជឿថាវិញ្ញាណទាំងនេះអាចជាអ្នកដែលបានស្លាប់នៅទីនេះក្នុងអតីតកាលដោយសារអំពើហិង្សាឬការធ្វើទារុណកម្មផ្ទះនេះអាចជាកន្លែងដែលមានការសម្លាប់រង្គាលឬការប្រើប្រាស់ចំពោះការធ្វើពិធីអាថ៌កំបាំងមួយចំនួនការបោះបង់ចោលផ្ទះនេះអស់រយៈពេលយូរក៏ធ្វើឲ្យថាមពលអវិជ្ជមានកាន់តែខ្លាំងឡើងតើអាចទៅទស្សនាបានទេផ្ទះខេនតាំងមិនមែនជាកន្លែងទេសចរណ៍ផ្លូវការនោះទេប៉ុន្តែមានអ្នកស្វែងរកការស៊ីសង្វាក់ជាច្រើនដែលបានហ៊ានចូលទៅស្វែងយល់បើអ្នកចង់ទៅសាកល្បងសូមចងចាំច្បាប់មួយចំនួនកុំទៅតែម្នាក់ឯងវាអាចគ្រោះថ្នាក់ដោយសារវិញ្ញាណអាចធ្វើឲ្យអ្នកមានអារម្មណ៍មិនល្អកុំនិយាយពាក្យអសុរោះវិញ្ញាណអាចខឹងនិងធ្វើឲ្យអ្នកជួបបញ្ហាកុំយកអ្វីចេញពីផ្ទះអ្នកអាចនាំយកវិញ្ញាណត្រឡប់មកផ្ទះអ្នកជាមួយផ្ទះខេនតាំងនៅតែជាអាថ៌កំបាំងមួយរបស់ចាកាតាដែលមានអ្នកជឿនិងមិនជឿតើអ្នកហ៊ានទៅសាកល្បងដែរឬទេសូមចុច like share និង subscribe ដើម្បីទទួលបានវីដេអូអំពីកន្លែងអាថ៌កំបាំងផ្សេងទៀត